សីលមយៈបនសម្រាប់ដោយការរក្សាសិលរក្សាសិលនោះទៀតសោតសូម្បីតែយើងណាញោមចេះទុកដាក់សម្រាមឲ្យល្អរៀបចំផ្ទះសម្បែងស្អាតបាតលោកឲ្យឈ្មោះថាចរិតសិលការរៀបចំញោមរៀបចំខ្លួនរៀបចំផ្ទះសម្បែងភូមិស្រុកភូមិឃុំនិគមជនបទយើងឲ្យល្អឲ្យស្អាតទៅញោមណាសំបីតែយើងមិនបោះសម្រាមចោលផ្ដេសផ្ដាស់ចេះទុកចេះដាក់ហ្នឹងក៏ជាបុណ្យអត់ញោមបុណ្យដែរបងជាបុណ្យដែរណាព្រោះវាអត់ប៉ះពាល់ទៅដល់បរិស្ថានឲ្យសង្គមឲ្យទីធ្លាភូមិឃុំនិគមជនបទយើងវាស្អាតណាញោមអាហ្នឹងក៏ជាបុណ្យដែរណាញោមមិនបុណ្យតើយើងមកអង្គុយស្ដាប់ថ្មអញ្ចឹងទេអាសមាទានវិរតិដូចញោមសមាទានសិលមិនអីញោមណាបាណាទេបាតាវេរមណីអតនីទានាវេរមណីកាមេសុមិច្ឆាចារាវេរមណីមុសាវាទាវេរមណីនិងសុរាមេរយៈមជ្ជបមាតដ្ឋានាវេរមណីហ្នឹងគឺជាការវាចាអានោះលោកឲ្យឈ្មោះថាសិលទាំង5ណាញោមណាដោយការមិនសម្លាប់មិនលួចដោយការមិនផិតក្បត់មានសច្ចភាពហើយមិនផឹកនៅគ្រឿងស្រវឹងនេះឯងក៏ឈ្មោះថាបុណ្យដោយការវាចាឬក៏សមាទានសីលមយៈតើតងជាមួយនឹងសិលនេះគឺសំខាន់មែនតើញោមវាជាការជាវិន័យជាក្បួនជាច្បាប់ជាខ្នាតសម្រាប់អប់រំកាយវិចារចិត្តរបស់យើងឲ្យល្អឲ្យរំទុំរកផមអញ្ចឹងទៅក្នុងសង្គមណាក៏ដូចសង្គមណាបើខ្វះវិន័យឬខ្វះក្បួនខ្នាតវិន័យគឺជាសិលណាញោមមិនជាស្អីទេណាសិលគឺវិន័យគឺសិលហ្នឹងឯងនៅសាលាមានបទបញ្ជាផ្ទៃក្នុងរបស់សាលាអញ្ចឹងទៅណាហ្នឹងសិស្សសាលាឈ្មោះថាមានសិលរបស់ខ្លួនណាហើយញោមនៅក្នុងផ្ទះក្នុងសបាយមានបទបញ្ជាផ្ទៃក្នុងយ៉ាងណាធ្វើឲ្យមានគ្រួសារមានសេចក្តីសុខសេចក្តីសុបាយហ្នឹងហើយជាបរិស័ទទៅមានសិល5ហ្នឹងអញ្ចឹងទៅឈ្មោះថាមានក្បួនមានខ្នាតមានវិន័យព្រោះគោលបំណងនៅក្នុងពុទ្ធសាសនាឬគោលបំណងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងគោលបំណងដើម្បីលះបង់ឬកម្ចាត់នៅសេចក្តីអាក្រក់ហើយសេចក្តីអាក្រក់នោះទៀតសោតវាជាកិលេសទាំងក្រោតក្រៀតនិងល្អិតសខុមការដែលយើងធ្វើអំពើអាក្រក់ដោយការមើលឃើញណាញោមមើលឃើញអ្វីណាដែលយើងមើលឃើញណាស្ដាប់ឮមើលឃើញទាំងអស់ទាំងបានហ្នឹងហៅថាកិលេសក្រោតក្រៀតកិលេសក្រោតក្រៀតទាំងអស់នោះព្រះសម្មាសម្ពុទ្ធឲ្យយកសិលមកគ្របសង្កត់អញ្ចឹងមនុស្សមុននឹងអប់រំចិត្តឲ្យអប់រំដោយសិលសិនអញ្ចឹងទៅអវាទទី1ព្រះសម្មាសម្ពុទ្ធសម្ដែងថាសព្វបាបស្សៈអករណង្សឲ្យសត្វលោកទាំងឡាយទាំងពួងហ្នឹងលះបង់នៅអំពើបាបញោមណាលះបង់អំពើបាបគឺយើងរក្សាសិលហ្នឹងទៅណាញោមហើយទី2គឺកុសលសោបសម្បទាគឺឲ្យធ្វើនៅអំពើល្អតតែយើងលះនៅអំពើបាបហើយគឺធ្វើអំពើល្អតតែទី3គឺសច្ចតបរិយោតបណੰគឺឲ្យអប់រំនៅសន្តានចិត្តអញ្ចឹងមុននឹងចូលទៅដល់ការសម្អាតនៅចិត្តគឺសម្អាតកាយសិនព្រោះកាយហ្នឹងជាអ្វីដែលយើងមើលឃើញស្ដាប់ឮដឹងក្លិនប៉ះពាល់ណាញោមក្តៅរឹងតឹងកម្រិតញោអីគឺស្ថិតនៅក្នុងអ្វីដែលយើងមើលឃើញឬក៏ថាជាកិលេសគ្រប់គ្រាតហើយកិលេសដែលល្អិតសុខុមមួយទៀតហ្នឹងគឺស្ថិតនៅក្នុងសន្តានចិត្តរបស់យើងញោមណាការខឹងសម្បាចំណានឈ្នានីបៀតបៀនយាយីលុបលន់ការវង្វេងវង្វាន់មិនដឹងគុណមិនដឹងទោសមិនស្គាល់ខុសមិនស្គាល់ត្រូវអកតេណាញោមលំអៀងអ្វីណាដែលវាដុតរោលឲ្យយើងក្តៅកាហាយក្នុងសន្តានចិត្តហ្នឹងព្រះសម្មាសម្ពុទ្ធលោកឲ្យឈ្មោះថាកិលេសដ៏ល្អិតសុខុមណាញោមណាហ្នឹងអញ្ចឹងតួអង្គព្រះសម្មាសម្ពុទ្ធឬក៏សាសនាពុទ្ធហ្នឹងគឺត្រាស់ដឹងឡើងដើម្បីកម្ចាត់បាននៅកិលេសទាំងពីរយ៉ាងហ្នឹងណាកិលេសឬគ្រឿងសៅមងគ្រឿងសៅមងហ្នឹងគឺជាហេតុមួយដែលនាំមិនឲ្យមានសេចក្តីសុខទេព្រោះកាលណាបើមនុស្សកាចសាហាវអាហ្នឹងគឺជាកិលេសដែរមនុស្សកាចសាហាវកាប់សម្លាប់អំពានជីវិតអ្នកដទៃណារហូតដល់កើតសង្គ្រាមក្នុងភពលោកអីហ្នឹងក៏អាហ្នឹងកាត់ចេញពីកិលេសរបស់សត្វលោកហ្នឹងតែញោមតែអញ្ចឹងណាអញ្ចឹងតើអប់រំទាំងអស់ហ្នឹងទៅឲ្យសង្គមមានសេចក្តីសុខមានសេចក្តីចម្រើនមានសុភមង្គលគ្មានចម្បាំងរាំងជលឬក៏ការចំនួនឆ្លោះតោះតែងនឹងឯងអ្វីទាំងពួងដែលមហន្តរាយដល់ពិភពលោកហ្នឹងវាកាត់ចេញពីក្នុងសន្តានចិត្តញោមណាឧទាហរណ៍មេដឹកនាំក្នុងប្រទេសណាមួយមហាអំណាចណាមួយមានសភាពខឹងសម្បាលុបលន់ញោមណាបើលុបលន់នោះបំពេញទឹកដីឬប្រទេសណានីមួយចឹងដល់ញោមណាអាហ្នឹងយើងនិយាយធំហ្នឹងហើយបើយើងធម្មតាបើលុបលន់នឹងកិលដបងញោមណាតែឆ្លោះគ្នាបាត់ហើយឃើញទេកិលដបងដីមួយចង្អាមឆ្លោះកັບបច្ចៈបងប្អូនចដូនយតាគ្នាឯងអាហ្នឹងអញ្ចឹងមួយទៀតបើខឹងសម្បាឬក៏មានកិលេសក្នុងសន្តានចិត្តនឹងច្រើនទៅក៏
កាប់សម្លាប់ឬក៏យាយីធ្វើឲ្យកើតអសន្តិសុខក្នុងសង្គមចឹងណាចឹងបានព្រះសម្មាសម្ពុទ្ធថាមโนពពាំងកមាធម្មាធរទាំងឡាយមានចិត្តជាប្រធានណាញោមណាមានចិត្តជាប្រធានចឹងអ្វីទាំងពួងកាត់ចេញពីចិត្តហ្នឹងឯងនេះអាត្មានិយាយតេតងជាមួយច្រកឬក៏មូលហេតុដែលយើងធ្វើឲ្យកើតនៅជាបុណ្យទី1គឺទានមយៈទី2គឺសីលមយៈ